ដោយការអភិវឌ្ឍរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ក្នុងយុគសម័យទំនើបនេះបានផ្ដល់ឱកាសឲ្យជនល្មើសប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះជាមធ្យោបាយក្នុងការធ្វើសកម្មភាពបទល្មើសផ្សេងៗដោយប្រែក្លាយបទល្មើសមួយចំនួនពីបទល្មើសប្រពៃណីទៅជាបទល្មើសមិនប្រពៃណីដែលភាគច្រើនជនរងគ្រោះមិនដែលស្គាល់និងជួបមុខជនល្មើសដោយផ្ទាល់ឡើយជាក់ស្ដែងដូចជាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam នេះជាដើមបច្ចុប្បន្នបទល្មើសនេះគឺជាបទល្មើសដែលប្រជាពលរដ្ឋកំពុងមានការចាប់អារម្មណ៍ខ្លាំងហើយរាជរដ្ឋាភិបាលកំពុងដាក់ចេញនូវយន្តការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនិងបោះសម្អាតបទល្មើស online scam ហើយបញ្ហានេះមិនមែនកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងប៉ុណ្ណោះទេបទល្មើសនេះបានកើតឡើងនៅតាមបណ្ដាប្រទេសជាច្រើនដែលទាមទារឲ្យមានការចូលរួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់បទល្មើសនេះពីគ្រប់ភាគីតួអង្គពាក់ព័ន្ធទាំងអស់ការងារប្រយុទ្ធប្រឆាំងតាមប្រព័ន្ធបច្ចេកវិទ្យានេះជាអាទិភាពមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់និងបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសមួយនេះជាមួយគ្នានេះបានដាក់ចេញនូវយន្តការនិងការរៀបចំលិខិតបទដ្ឋានគតិយុត្តមួយចំនួនបន្ថែមទៀតសម្រាប់បម្រើឲ្យតម្រូវការចាំបាច់ចំពោះមុខនិងស្របតាមស្ថានភាពជាក់ស្ដែងឲ្យកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញនេះមានប្រសិទ្ធភាពនិងសម្រេចបានលទ្ធផលល្អប្រសើរក្នុងនោះផងដែរគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបក៏បានរៀបចំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះរួចរាល់ផងដែរដែលមានឯកឧត្តមអភិបាលខេត្តជាប្រធាននិងមានសមាជិកមកពីកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទមន្ទីរអង្គភាពពាក់ព័ន្ធនិងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកជាអនុប្រធាននិងសមាជិកព្រមទាំងបានរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តកិច្ចការងារនេះយ៉ាងច្បាស់លាស់ហើយដែរអញ្ចឹងខ្ញុំគិតថាបងប្អូនមួយចំនួនក៏ធ្លាប់បានឆ្លងកាត់បងប្អូនខ្លះក៏អត់បានធ្លាប់ឆ្លងកាត់ហើយយើងព្យាយាមធ្វើយ៉ាងណាដើម្បីកុំឲ្យក្នុងខេត្តរបស់យើងនេះបងប្អូនដែលជនរងគ្រោះដទៃទៀតក៏ស្គាល់ចំណាយដូចយើងនេះដែរខ្ញុំនៅទីនេះបាន2ឆ្នាំជាងហើយខ្ញុំព្យាយាមការពារបងប្អូនជាប្រវត្តិទាំងអស់ក្នុងខេត្តសៀមរាបមិនថាមន្ត្រីរាជការរបស់ខ្ញុំមិនថាបងប្អូនជាអាជីវករហើយមិនថាបងប្អូនជាប្រវត្តិទូទៅទេកន្លងមកនេះអញ្ចឹងខ្ញុំបញ្ជាក់ថានៅក្នុងនេះយើងមានកងកម្លាំងសមត្ថកិច្ចទាំង3យើងមានសន្តិសុខឯកជនហើយក៏មានវិជាការពារផងដែរបាទនេះខ្ញុំសូមពឹងពាក់ទៅបងអធិការក្រុងស្រុកទាំងអស់សូមធ្វើយ៉ាងណាបញ្យល់ប្រាប់ទៅវិជាការពារដើម្បីឲ្យបងវិជាការពារក៏ចូលរួមតាមដែរបាទពួកគាត់តាមដានដោយឡែកប៉ុន្តែអ្នកដែលស្នូលសំខាន់ជាងគេគឺបងទាំងអស់គ្នាដែលជាម្ចាស់ទីតាំងបាទពាក់ព័ន្ធនឹងការផ្សព្វផ្សាយសេចក្តីណែនាំលេខ028សននរបស់ក្រសួងមហាផ្ទៃនៅក្នុងឆ្នាំ2025កន្លងមកនេះដោយមានទាំងការអញ្ជើញម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងមកប្រជុំផ្សព្វផ្សាយនៅស្នងការដ្ឋាននគរបាលខេត្តនិងការចាត់បញ្ជូនមន្ត្រីជំនាញចុះទៅដល់ទីតាំងផ្ទាល់តែម្ដងហើយចំពោះការអនុវត្តលេខ03កាលពីថ្ងៃទី27ខែមករាឆ្នាំ2026រដ្ឋបាលខេត្តសៀមរាបក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ03អនគរបកចុះថ្ងៃទី5ខែមករាឆ្នាំ2026របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំដល់មន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុងស្រុកប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តាគារផ្ទះសំណាក់បូទិកអាផាតមិនខុនដូភ្នាក់ងារសន្តិសុខឯកជនភ្នាក់ងារសន្តិសុខឯកជនដែលគោលបំណងសំខាន់ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចនិងតួអង្គពាក់ព័ន្ធទាំងអស់ឲ្យបានយល់ដឹងពីទូនាទីភារកិច្ចរបស់ខ្លួននិងចូលរួមសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់លោកឧត្តមសេនីយ៍ត្រីតូចសុគន្ធស្នងការរងទទួលផែនការងារអន្តរប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានលើកឡើងថាខេត្តសៀមរាបកុំការចង្អុលបង្ហាញជាដឹកនាំរបស់អាយដាមប្រាក់សុភ័ណ្ឌអបាលនៃគណៈបាលខេត្តនិងជាប្រធានគណៈវិជាការឯកភាពនិងលោកឧត្តមស្នេហ៍តូហុតសុធីស្នងការនៃស្នងការឋាននគរបាលខេត្តសៀមរាបលោកបានយកចិត្តទុកដាក់ក្នុងកិច្ចការងារធានាសន្តិសុខសុវត្ថិភាពសម្រាប់ភ្នាប់សាធារណៈក្នុងខេត្តសៀមរាបជាប់ជាប្រចាំព្រោះដោយលោកលោកស្រីទាំងអស់បានជ្រាបស្រាប់ហើយខេត្តសៀមរាបរបស់យើងគឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងទៅលើវិស័យទេសចរណ៍បាទអញ្ចឹងបើសិនជាមិនមានសន្តិសុខសុវត្ថិភាពពេញលេញទេបញ្ហាទេសចរនេះវានឹងជួបបញ្ហាច្រើន
ចឹងគឺយើងបដិញ្ញាដៃខាតក្នុងកិច្ចការពារធានាសន្តិសុខសុវត្ថិភាពសម្រាប់ដល់សាធារណៈក្នុងខេត្តសៀមរាបនេះឲ្យបានល្អប្រសើរនិងមានសុវត្ថិភាពពេញលេញសម្រាប់ទទួលភ្ញៀវទេសចរជាតិអន្តរជាតិក៏ដូចជាវិនិយោគិនបរទេសទាំងអស់ដែលគាត់ធ្វើដំណើរកំសាន្តនិងបណ្ដាក់ទុនរកស៊ីនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបរបស់យើងក្នុងរយៈកាលកន្លងមកខេត្តសៀមរាបស្ទើរតែមិនដែលកើតមាននៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើយទើបតែមួយរយៈពេលចុងក្រោយនេះជាពិសេសអំឡុងពេលមានបញ្ហាព្រំដែនកម្ពុជាថៃនិងក្នុងអំឡុងពេលរាជរដ្ឋាភិបាលបើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយើងសង្កេតឃើញមានសកម្មភាពជនបរទេសចល័តពីបណ្ដារាជធានីខេត្តផ្សេងៗចូលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបរបស់យើងគួរឲ្យកត់សម្គាល់ក្រុមជនបរទេសទាំងអស់នោះក៏មានមួយចំនួនជាមុខសញ្ញាប្រព្រឹត្តសកម្មភាពល្មើសនេះហើយពួកគេក៏អាចយកភូមិសាស្ត្រខេត្តសៀមរាបសម្ងំលាក់ខ្លួនក្នុងការប្រព្រឹត្តបទល្មើសបន្តទៀតផងដែរក្នុងករណីដែលសមត្ថកិច្ចត្រួតពិនិត្យមិនបានច្បាស់លាស់ជាក់ស្ដែងក្នុងចុងឆ្នាំ2025និងដើមឆ្នាំ2026កន្លងមកនេះមុខសញ្ញាដែលយើងបង្ក្រាបបានគឺសុទ្ធសឹងតែជាមុខសញ្ញាចល័តពីបណ្ដាខេត្តផ្សេងៗហើយបន្តប្រព្រឹត្តបទល្មើសនេះមួយរយៈពេលខ្លីក៏ត្រូវបានសមត្ថកិច្ចយើងស្រាវជ្រាវនិងបង្ក្រាបបានពាក់ព័ន្ធនឹងការបង្ក្រាបប៉ុន្តែមុននឹងឈានចូលដល់ការបង្ក្រាបនេះខ្ញុំសូមអនុញ្ញាតជំរាបបញ្ជាក់ជូនបន្ថែមថាខេត្តសៀមរាបរបស់យើងនេះជាខេត្តមួយដែលមិនមានទីតាំងធំដុំឬក៏អគារខ្ពស់ខុនដូអីសម្រាប់ផ្ដល់ឱកាសឲ្យក្រុមជនល្មើសគាត់សម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើសហ្នឹងនៅក្នុងខេត្តសៀមរាបទេយកជាទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសនៅក្នុងខេត្តសៀមរាបទេបាទកន្លងមកគឺខេត្តសៀមរាបយើងធានានឹងទប់ស្កាត់បានស្ទើរតែ 100% បាទហើយបើយើងពិនិត្យនៅក្នុងឆ្នាំ2025នេះគិតចាប់ពីថ្ងៃទី1ខែមករាដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025សមាជិកយើងបានធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើស scam online នេះបានចំនួន4ករណីបាទហើយឃាត់ខ្លួនមនុស្សចំនួន126នាក់ស្រី25នាក់មាន11សញ្ជាតិបាទដែលក្នុងនោះគឺមាននេប៉ាល់មានចិនមានវៀតណាមមានបង់ក្លាដេសមានជប៉ុនមានហ្វីលីពីនមានប៉ាគីស្ថានមានឥណ្ឌាមានប៊ូតង់មានម៉ាឡេស៊ីនិងថៃបាទសូមជម្រាបថាគិតចាប់ពីថ្ងៃទី1ខែមករាដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន4ករណីឃាត់ខ្លួនចំនួន126នាក់ស្រី25នាក់ស្មើនឹង11សញ្ជាតិរួមមាននេប៉ាល់16នាក់ស្រី4នាក់ចិន30នាក់ស្រី2នាក់វៀតណាម1នាក់ស្រីបង់ក្លាដេស17នាក់ជប៉ុន8នាក់ស្រី1នាក់ជប៉ុន8នាក់ស្រី1នាក់ហ្វីលីពីន24នាក់ស្រី14នាក់ប៉ាគីស្ថាន19នាក់ឥណ្ឌា6នាក់ស្រី1នាក់ប៊ូតង់3នាក់ស្រី2នាក់ម៉ាឡេស៊ី1នាក់ថៃ1នាក់ដោយឡែកនៅដើមឆ្នាំ2026នេះសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវនិងបង្ក្រាបបានចំនួន1ករណីឃាត់ខ្លួនចំនួន3នាក់ជាជនជាតិនេប៉ាល់ក្នុងចំណោមជនសង្ស័យទាំងអស់មានមួយចំនួនយើងបានកសាងសំណុំរឿងបញ្ជូនទៅអัยការអមត្រាដំបងខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធីនិងមួយចំនួនទៀតបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធីដោយមិនមានការលើកលែងឡើយ។